បាទសូមគោរពមកបងប្អូនគ្នាថ្ងៃនេះថ្ងៃ11ខែសីហាឆ្នាំ2026បាទបងប្អូនបានឃើញការរៀបរាប់របស់ខ្ញុំវគ្គមុនតែខ្ញុំមកតំណដៃដែលមានថវិកាតែ40000ទេជូនលោកពូគ្រប់ជាដោយសារថ្ងៃនោះខ្ញុំអត់បានដឹងទេខ្ញុំមកចែកទាននៅភូមិសាលើសង្កាត់សាឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងបន្ទាប់មកទៀតខ្ញុំបានធ្វើវីដេអូបង្ហោះដោយសារតែបាន BA ក៏បានឃើញហើយ BA និងខ្ញុំក៏បានរាយការណ៍ទៅដល់បាទលោកកយុក្រុមហ៊ុន Night Pepper ប៉ាកម្ពុជាដែលមានលោកបោះហេងគ្រីជាកយុនៅស្រុកខ្មែរគាត់បានផ្ដល់ជាគ្រឿងឧបភោគបរិភោគមានអង្ករមានគ្រឿងទេសមានមីទឹកសុទ្ធទឹកតែទឹកស្អ៊ីវជាពិសេសថ្ងៃនេះដែរក៏មានការចូលរួមពីបាទលោកបងច័ន្ទវិចិត្របាទម្ចាស់កាហ្វេសម្បត្តិកាហ្វេក៏មានការចូលរួមហើយនឹងថវិកាមួយចំនួនទៀតបាទមានការចូលរួមពីបងអូនច័ន្ទធូម៉ាក់ទៀនចូលនិងបងប្អូនដែលចូលរួមតាមរយៈក្រុមបេះដូងជុំជំនុំសោះខែមួយឆ្នាំដូចជាចូលរួមមួយ BA កាហ្វេនិង BA សកម្មខ្មែរដែលមានសត្វនិតពីបងអូនផលិតនិងចិត្តបាទហើយឥឡូវនេះថវិកាខ្ញុំគិតថាអត់ច្រើនទេបងប្អូនតែគាត់ថាថវិកានេះទទួលជូនគាត់ឲ្យគាត់យកទៅអាចថាទៅពេទ្យបានទៅពេទ្យសិនបាទហើយថវិកាបងប្អូនខ្ញុំបានយកមកចូលរួមជូនដល់លោកពូបាទគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាបងប្អូនដើមហេតុឡាយមកបាទដើមហេតុឡាយមកគាត់គ្រោះថ្នាក់ចរាចរណ៍ដែលឥឡូវនេះគឺគាត់មានបញ្ហាក្បាលជាទម្ងន់ឥឡូវនេះពួកខ្ញុំកំពុងតែថវិកានេះគឺមួយចំនួនសិនហើយនឹងរៀបចំធ្វើវីដេអូថ្មីទៀតតែលោកបងប្អូនទៀតអាចបានជួយគាត់ទៅពេទ្យឲ្យគាត់ពេលវេលាបាទចិត្តហើយបុណ្យនៃសទ្ធាមួយនេះថ្ងៃនេះសូមគោរពជូនពរដល់បងហេងគ្រីបងច័ន្ទវិចិត្របងអូនច័ន្ទធូម៉ាក់ទីនចូលនិងសពរបស់ប្រូសេតែចូលរួមតាមរយៈខ្ញុំបាក់ដីបងអូន BA ក្តីសូមឲ្យមានសុខភាពល្អរកស៊ីមានបានទៅណាមកសូមឲ្យសុខភាពពពូអ្នកមិញមានអីជូនពរដល់ក្រុមហ៊ុនប៉ាវនិងក្រុមហ៊ុនដល់លោកគ្រូខ្ញុំអត់ទៅប៉ិនទេបាទអ្នកជូនពរទៅមកបាទទេបាទគ្រូអដែលបានជួយណៅប្តីខ្ញុំនេះសូមឲ្យមានសុខសប្បាយទៅកន្លែងណាទីណាឲ្យគាត់តែសុខហើយនឹងបាយទាំងអស់គ្នាលោកគ្រូនៅពេលដែលមិញដែលលោកពេញលោកពូដែលបានធ្វើជាមួយនឹងមិញពូមានអារម្មណ៍មិនដែរបាទមានអារម្មណ៍សប្បាយចិត្តអត់សប្បាយចិត្តគ្រូខ្ញុំតល់គ្រូខ្ញុំធ្វើការទេមួយខែបានតែ100ជាទុកជួយអត់ធ្វើការនៅណាមិញថាថ្ងៃអីខ្ញុំបុកសម្អាតផ្ទះអូអនាម័យតែមិញណាអូបងប្អូនដែរអនាម័យបាទឥឡូវនេះគាត់អត់សូវចេះមានសាសទេខ្ញុំបន្ថែមហើយសង្ឃឹមថានៅមានចេញវីដេអូក៏ហើយទៀតបងប្អូននឹងជួយ share ជាពិសេសអ្នកថែកំពុងឆ្នាំងអស់នេះជួយ share ហើយសង្ឃឹមថាលោកពូបានទៅព្យាបាលក្បាលគឺថាក្បាលនេះកកឈាមក្នុងខួរក្បាលប៉ុន្តែដោយសារតែថវិកាគាត់មានអញ្ចឹងហើយខ្ញុំក៏ឥឡូវនេះខ្ញុំបានប្រាប់គាត់ហើយគាត់មានបានអញ្ចឹងឲ្យគាត់អ្នកដំណើរទៅមន្ទីរពេទ្យសម្ដេចតេជោនៅកប់ទៅណាបងប្អូនហើយថវិកានេះអាចថាបើមិនជាអាចធ្វើដំណើរទៅបានឲ្យគាត់ធ្វើទៅមកតង់សិនចឹងណាបងអញ្ចឹងសូមតែប្រឹងទៅសូមជូនបងស្មាគ្នាបងប្អូនអស់គ្នាបាទអរគុណច្រើនបាទ